សេចក្តីផ្ដើមសាច់រឿងរបស់ខ្ញុំនៅថ្ងៃចុងក្រោយនៃឆ្នាំទី2របស់ខ្ញុំនៅវិទ្យាល័យខ្ញុំត្រូវបានដំបងវាយកូនបាល់ baseball ហោះមកទង្គិចចំមុខនៅពេលដែលមិត្តរួមថ្នាក់របស់ខ្ញុំបានវាយមួយទំហឹងដំបងនោះក៏បានរបូតពីដៃរបស់គាត់ហើយហោះសម្ដៅមករកខ្ញុំមុនពេលវាយអង្គិចចំកណ្ដាលចន្លោះភ្នែករបស់ខ្ញុំតែម្ដងខ្ញុំមិនមានការចងចាំណាមួយតតែសោះអំពីព្រឹត្តិការណ៍នៅវិនាទីដែលរងការទង្គិចនោះទេដំបងនោះបានបោកទង្គិចផ្ទៃមុខរបស់ខ្ញុំយ៉ាងខ្លាំងរហូតធ្វើឲ្យខ្ទង់ច្រមុះរបស់ខ្ញុំបាក់វាចខូចទ្រង់ទ្រាយជារាងអក្សរ U កម្លាំងនៃការទង្គិចនោះបានធ្វើឲ្យជាលិកាទន់នៃខួរក្បាលរបស់ខ្ញុំរង្គើទៅបោកផ្ទប់នឹងផ្នែកខាងក្នុងនៃលលាក្បាលភ្លាមនោះអាការៈហើមពូបានរៀលដាលពេញក្បាលរបស់ខ្ញុំតែម្ដងត្រឹមតែមួយប្រភេទនៃវិនាទីប៉ុណ្ណោះខ្ញុំបានបាក់ខ្ទង់ច្រមុះមានស្នាមប្រេះជាច្រើនកន្លែងនៅលើលលាក្បាលនិងបែកប្រអប់ភ្នែកទាំងសងខាងនៅពេលដែលខ្ញុំបើកភ្នែកឡើងខ្ញុំបានឃើញមនុស្សម្នាកំពុងសម្លឹងមើលមកខ្ញុំហើយរត់សម្ដៅមកជួយខ្ញុំបានអោនមើលចុះក្រោមហើយសង្កេតឃើញមានស្នាមប្រឡាក់ពណ៌ក្រហមនៅលើសម្លៀកបំពាក់របស់ខ្ញុំមិត្តរួមថ្នាក់របស់ខ្ញុំម្នាក់បានដោះអាវរបស់គាត់ហុចមកឲ្យខ្ញុំបានយកវាទៅខ្ទប់លំហូរឈាមដែលកំពុងហូរយ៉ាងខ្លាំងចេញពីខ្ទង់ច្រមុះដែលបាក់របស់ខ្ញុំដោយក្តីតក់ស្លុតនិងភ័ន្តភាំងខ្ញុំមិនបានដឹងសោះឡើយថាខ្លួនឯងបានរងរបួសធ្ងន់ធ្ងរប៉ុណ្ណានោះទេគ្រូរបស់ខ្ញុំបានដាក់ដៃអោបស្មាខ្ញុំហើយពួកយើងបានចាប់ផ្ដើមដើរយ៉ាងឆ្ងាយឆ្ពោះទៅកាន់បន្ទប់គិលានុបដ្ឋាយិកាឆ្លងកាត់ទីលានចុះចំណោតទួលរួចត្រឡប់ចូលទៅក្នុងសាលាវិញមានដៃអ្នកនេះអ្នកនោះជាច្រើនបានលូកមកកាន់ជំហៀងខ្លួនខ្ញុំដើម្បីជួយទប់ខ្ញុំឲ្យដើរត្រង់ខ្លួនពួកយើងដើរមួយដោយមិនប្រញាប់ប្រញាល់ឡើយគ្មាននរណាម្នាក់បានដឹងទេថារាល់នាទីនីមួយៗនៅពេលនោះសុទ្ធតែមានតម្លៃបំផុតនៅពេលដែលពួកយើងទៅដល់បន្ទប់គិលានុបដ្ឋាយិកាគាត់បានសួរសំណួរជាច្រើនមកកាន់ខ្ញុំតើនេះជាឆ្នាំណាឆ្នាំ1998ខ្ញុំបានឆ្លើយតាមពិតទៅពេលនោះគឺឆ្នាំ2002តើនរណាជាប្រធានាធិបតីរបស់ United States Bill Clinton ខ្ញុំបាននិយាយចម្លើយដែលត្រឹមត្រូវគឺ George W Bush តើម៉ាក់របស់អ្នកមានឈ្មោះអ្វីខ្ញុំរារែកមិនទាន់ឆ្លើយ10វិនាទីបានកន្លងផុតទៅPatty ខ្ញុំបានឆ្លើយយ៉ាងធម្មតាដោយមិនខ្វល់ពីការពិតដែលថាខ្ញុំត្រូវចំណាយពេលដល់ទៅ10វិនាទីទើបអាចនឹកឃើញឈ្មោះម៉ាក់បង្កើតរបស់ខ្លួនឯងសោះនោះគឺជាសំណួរចុងក្រោយដែលខ្ញុំអាចចងចាំបានរាងកាយរបស់ខ្ញុំមិនអាចទ្រាំទ្រនឹងការហើមយ៉ាងឆាប់រហ័សនៅក្នុងខួរក្បាលបានទេហើយខ្ញុំក៏បានសន្លប់បាត់ស្មារតីមុនពេលរថយន្តសង្គ្រោះបន្ទាន់មកដល់ប៉ុន្មាននាទីក្រោយមកខ្ញុំត្រូវបានគេសែងចេញពីសាលារៀនហើយបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់មិនយូរប៉ុន្មានបន្ទាប់ពីទៅដល់រាងកាយរបស់ខ្ញុំចាប់ផ្ដើមបញ្ឈប់ដំណើរការខ្ញុំបានជួបការលំបាកក្នុងការបញ្ជាមុខងារមូលដ្ឋានធម្មតាដូចជាការលេបទឹកមាត់និងការដកដង្ហើមខ្ញុំមានអាការៈប្រកាច់ជាលើកទី1សម្រាប់ថ្ងៃនោះបន្ទាប់មកខ្ញុំក៏បានឈប់ដកដង្ហើមតែម្ដងខណៈពេលដែលក្រុមគ្រូពេទ្យកំពុងប្រញាប់ប្រញាល់ផ្ដល់អុកស៊ីហ្សែនដល់ខ្ញុំពួកគេក៏បានសម្រេចចិត្តថាមន្ទីរពេទ្យក្នុងតំបន់នេះមិនមានឧបករណ៍គ្រប់គ្រាន់សម្រាប់ដោះស្រាយស្ថានភាពនេះទេហើយក៏បានហៅឧទ្ធម្ភាគចក្រមួយគ្រឿងដើម្បីដឹកខ្ញុំទៅកាន់មន្ទីរពេទ្យដែលធំជាងនេះនៅក្នុងទីក្រុង Cincinnati ខ្ញុំត្រូវបានគេរុញចេញពីទ្វារបន្ទប់សង្គ្រោះបន្ទាន់សម្ដៅទៅកាន់ទីលានចុះចតឧទ្ធម្ភាគចក្រនៅផ្លូវម្ខាងទៀតក្រែរុញអ្នកជំងឺបានបន្លឺសំឡេងរង្គើនៅលើចិញ្ចើមផ្លូវដ៏រដិបដប់ខណៈពេលដែលគិលានុបដ្ឋាយិកាម្នាក់កំពុងរុញខ្ញុំទៅមុខហើយម្នាក់ទៀតកំពុងច្របាច់បញ្ចូលខ្យល់ដង្ហើមឲ្យខ្ញុំដោយផ្ទាល់ដៃម៉ាក់របស់ខ្ញុំដែលទើបតែមកដល់មន្ទីរពេទ្យមុននេះបន្តិចបានឡើងទៅលើឧទ្ធម្ភាគចក្រអង្គុយក្បែរខ្ញុំនៅតែសន្លប់បាត់ស្មារតីហើយមិនអាចដកដង្ហើមដោយខ្លួនឯងបានឡើយខណៈពេលដែលគាត់កំពុងកាន់ដៃខ្ញុំជាប់ពេញមួយការហោះហើរនេះស្របពេលដែលម៉ាក់របស់ខ្ញុំកំពុងជិះឧទ្ធម្ភាគចក្រជាមួយខ្ញុំប៉ារបស់ខ្ញុំបានត្រឡប់ទៅផ្ទះវិញដើម្បីមើលថែប្អូនប្រុសនិងប្អូនស្រីរបស់ខ្ញុំព្រមទាំងប្រាប់ដំណឹងនេះដល់ពួកគេគាត់បានទប់ទឹកភ្នែកខណៈពេលដែលគាត់បញ្យល់ប្រាប់ប្អូនស្រីខ្ញុំថាគាត់នឹងអាក់ខានមិនបានចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់ទី8របស់នាងនៅយប់នោះទេបន្ទាប់ពីបានផ្ញើប្អូនរបស់ខ្ញុំឲ្យសាច់ញាតិនិងមិត្តភ័ក្តិជួយមើលថែរួចគាត់ក៏បានបើកបរឆ្ពោះទៅកាន់ទីក្រុង Cincinnati ដើម្បីជួបជាមួយម៉ាក់របស់ខ្ញុំនៅពេលដែលម៉ាក់ខ្ញុំនិងរូបខ្ញុំបានចុះចតនៅលើដំបូលមន្ទីរពេទ្យក្រុមវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាជិត20នាក់បានរត់យ៉ាងលឿនសម្ដៅមកកាន់ទីលានចុះចតហើយបានរុញខ្ញុំចូលទៅកាន់ផ្នែកសង្គ្រោះបន្ទាន់នៃរបួសធ្ងន់ធ្ងរមកដល់ពេលនេះអាការៈហើមនៅក្នុងខួរក្បាលរបស់ខ្ញុំបានវិវត្តទៅជាធ្ងន់ធ្ងរខ្លាំងមែនទែនដែលបណ្ដាលឲ្យខ្ញុំប្រកាច់ញាក់ម្ដងហើយម្ដងទៀត
ដោយសារការប៉ះទង្គិចឆ្អឹងដែលបាក់របស់ខ្ញុំចាំបាច់ត្រូវតែទទួលការវះកាត់តភ្ជាប់ឡើងវិញប៉ុន្តែស្ថានភាពរាងកាយរបស់ខ្ញុំគឺមិនអាចទទួលយកការវះកាត់បាននោះទេបន្ទាប់ពីការប្រកាច់មួយលើកទៀតដែលជាលើកទី3ប្រចាំថ្ងៃខ្ញុំត្រូវបានគេដាក់ឲ្យសន្លប់ដោយប្រើថ្នាំសន្លប់វេជ្ជសាស្ត្រហើយភ្ជាប់ទៅនឹងម៉ាស៊ីនជំនួយដង្ហើមប៉ាម៉ាក់របស់ខ្ញុំមិនមែនទើបតែមកជាន់មន្ទីរពេទ្យមួយនេះជាលើកទីកាលពី10ឆ្នាំមុនពួកគេធ្លាប់បានដើរចូលទៅក្នុងអគារដដែលនេះនៅជាន់ផ្ទាល់ដីបន្ទាប់ពីប្អូនស្រីរបស់ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកឈាមនៅអាយុ3ឆ្នាំកាលនោះខ្ញុំទើបតែមានអាយុ5ឆ្នាំចំណែកឯប្អូនប្រុសរបស់ខ្ញុំវិញទើបតែមានអាយុ6ខែបន្ទាប់ពីចំណាយពេល2ឆ្នាំកន្លះក្នុងការព្យាបាលដោយគីមីការបូមទឹកឆ្អឹងខ្នងនិងការជ្រឹបយកខួរឆ្អឹងទៅពិនិត្យរួចមកទីបំផុតប្អូនស្រីរបស់ខ្ញុំបានដើរចេញពីមន្ទីរពេទ្យដោយស្នាមញញឹមមានសុខភាពល្អនិងជាសះស្បើយពីជំងឺមហារីកទាំងស្រុងហើយពេលនេះបន្ទាប់ពីបានរស់នៅជីវិតធម្មតាអស់រយៈពេល10ឆ្នាំប៉ាម៉ាក់របស់ខ្ញុំត្រូវត្រឡប់មកកន្លែងដដែលនេះម្ដងទៀតជាមួយនឹងកូនម្នាក់ផ្សេងទៀតស្របពេលដែលខ្ញុំកំពុងស្ថិតក្នុងស្ថានភាពសន្លប់បាត់ស្មារតីមន្ទីរពេទ្យបានបញ្ជូនបូជាចារ្យម្នាក់និងបុគ្គលិកសង្គមគិច្ចម្នាក់មកជួយលួងលោមសម្រាលទុកប៉ាម៉ាក់របស់ខ្ញុំលោកគឺជាបូជាចារ្យដដែលដែលធ្លាប់បានជួបជាមួយពួកគាត់កាលពីមួយទសវត្សរ៍មុននៅល្ងាចដែលពួកគាត់បានដឹងដំណឹងថាប្អូនស្រីរបស់ខ្ញុំមានជំងឺមហារីកនៅពេលដែលថ្ងៃបានរំលងផុតទៅចូលដល់ពេលយប់ម៉ាស៊ីនជាច្រើនត្រូវបានប្រើប្រាស់ដើម្បីជួយរក្សាជីវិតរបស់ខ្ញុំប៉ាម៉ាក់របស់ខ្ញុំសម្រានមិនលក់ស្រួលនោះទេនៅលើពូកក្នុងមន្ទីរពេទ្យដោយមួយរំពេចពួកគាត់បានលង់លក់ដោយសារតែភាពនឿយហត់ខ្លាំងហើយមួយរំពេចទៀតពួកគាត់ក៏ភ្ញាក់ឡើងវិញដោយសារតែក្តីព្រួយបារម្ភក្រោយមកម៉ាក់របស់ខ្ញុំបានប្រាប់ខ្ញុំថាវាគឺជាយប់ដ៏សែនអាក្រក់បំផុតមួយដែលម៉ាក់ធ្លាប់បានឆ្លងកាត់ការសះស្បើយរបស់ខ្ញុំជាសំណាងល្អត្រឹមព្រឹកបន្ទាប់ការដកដង្ហើមរបស់ខ្ញុំបានប្រសើរឡើងវិញរហូតដល់កម្រិតមួយដែលក្រុមគ្រូពេទ្យទុកចិត្តក្នុងការសម្រេចចិត្តដាស់ខ្ញុំឲ្យដឹងខ្លួនពីការសន្លប់នៅពេលដែលខ្ញុំបានដឹងខ្លួនឡើងវិញខ្ញុំក៏បានដឹងថាខ្ញុំបានបាត់បង់សមត្ថភាពក្នុងការដឹងក្លិនដើម្បីសាកល្បងគិលានុបដ្ឋាយិកាម្នាក់បានប្រាប់ឲ្យខ្ញុំផ្លុំខ្យល់ចេញតាមច្រមុះរួចហិតក្លិនប្រអប់ទឹកផ្លែប៉ោមវិញ្ញាណដឹងក្លិនរបស់ខ្ញុំបានត្រឡប់មកវិញមែនប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺសកម្មភាពនៃការផ្លុំខ្យល់ចេញតាមច្រមុះនោះបានរុញច្រានខ្យល់ឲ្យឆ្លងកាត់ស្នាមប្រេះនៃរុនប្រឡងភ្នែកហើយរុញក្របភ្នែកខាងឆ្វេងរបស់ខ្ញុំឲ្យលៀនចេញមកក្រៅក្របភ្នែករបស់ខ្ញុំបានលៀនចេញពីរុនប្រឡងភ្នែកដោយតាក់ជាប់នៅនឹងកន្លែងយ៉ាងផុយស្រួយបំផុតដោយសារតែទ្របកភ្នែកនិងសរសៃប្រសាទភ្នែកដែលភ្ជាប់ពីក្របភ្នែកទៅកាន់ខួរក្បាលតែប៉ុណ្ណោះគ្រូពេទ្យឯកទេសភ្នែកបានប្រាប់ថាភ្នែករបស់ខ្ញុំនឹងរំកិលចូលទៅទីតាំងដើមវិញបន្តិចម្ដងនៅពេលដែលខ្យល់ចេញអស់ប៉ុន្តែវាពិបាកនឹងបញ្ជាក់ណាស់ថាដំណើរការនេះត្រូវចំណាយពេលយូរប៉ុណ្ណាខ្ញុំត្រូវបានកំណត់កាលវិភាគឲ្យទទួលការវះកាត់នៅមួយសប្តាហ៍ក្រោយដែលនេះអាចទុកពេលបន្ថែមបន្តិចទៀតឲ្យមុខរបួសរបស់ខ្ញុំបានធូរស្បើយជាងមុនស្ថានភាពមុខមាត់របស់ខ្ញុំមើលទៅហាក់ដូចជាទើបតែត្រូវគេវាយយ៉ាងចាស់ដៃអ៊ីចឹងប៉ុន្តែខ្ញុំត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបានខ្ញុំបានត្រឡប់មកផ្ទះវិញជាមួយនឹងច្រមុះដែលបាក់ស្នាមប្រេះឆ្អឹងមុខចំនួន6កន្លែងនិងគ្រាប់ភ្នែកខាងឆ្វេងដែលលៀនចេញមកក្រៅប៉ុន្មានខែបន្ទាប់មកទៀតគឺជាពេលវេលាដ៏លំបាកបំផុតខ្ញុំមានអារម្មណ៍ថាអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់ខ្ញុំត្រូវបានផ្អាកទាំងស្រុងខ្ញុំមើលអ្វីក៏ឃើញជាពីរអស់រយៈពេលជាច្រើនសប្តាហ៍ហើយខ្ញុំពិតជាមិនអាចមើលអ្វីបានច្បាស់ទាល់តែសោះវាបានចំណាយពេលជាង1ខែតម្រាំតែក្របភ្នែករបស់ខ្ញុំបានត្រឡប់ចូលទៅទីតាំងដើមវិញដោយសារតែអាការៈប្រកាច់ព្រមទាំងបញ្ហាភ្នែកផងនោះវាបានអូសបន្លាយពេលរហូតដល់ទៅ8ខែទើបខ្ញុំអាចបើកបរឡានបានម្ដងទៀតនៅកន្លែងព្យាបាលដោយចលនាខ្ញុំបានហ្វឹកហាត់ចលនារាងកាយជាមូលដ្ឋានឡើងវិញដោយជាការដើរឲ្យត្រង់ផ្លូវជាដើមខ្ញុំបានបដិញ្ញាចិត្តថាមិនបណ្ដោយឲ្យរបួសមួយនេះមកបំបាក់ទឹកចិត្តខ្ញុំបានឡើយប៉ុន្តែតែងតែមានពេលវេលាជាច្រើនដែលខ្ញុំមានអារម្មណ៍ថាបាក់ទឹកចិត្តនិងតានតឹងស្មុគស្មាញជាខ្លាំងខ្ញុំបានដឹងយ៉ាងច្បាស់ទាំងអារម្មណ៍ឈឺចាប់ថាខ្ញុំនៅមានផ្លូវដ៏វែងឆ្ងាយទៀតដែលត្រូវដើរនៅពេលដែលខ្ញុំបានត្រឡប់មកទីលាន baseball វិញនៅមួយឆ្នាំក្រោយមកកីឡា baseball តែងតែជាផ្នែកដ៏សំខាន់មួយនៅក្នុងជីវិតរបស់ខ្ញុំប៉ារបស់ខ្ញុំធ្លាប់លេងកីឡា baseball កម្រិត minor league ឲ្យក្រុម Saint Louis Cardinals ហើយខ្ញុំក៏មានក្តីស្រមៃចង់លេងជាកីឡាករអាជីពផងដែរបន្ទាប់ពីការស្ដារនីតិសម្បទាអស់ជាច្រើនខែអ្វីដែលខ្ញុំចង់បានបំផុតលើសអ្វីៗទាំងអស់នោះគឺការបានត្រឡប់ទៅកាន់ទីលានប្រកួតវិញប៉ុន្តែការត្រឡប់មកលេងកីឡា baseball របស់ខ្ញុំមិនបានរលូននោះទេនៅពេលរដូវកាលប្រកួតឈានចូលមកដល់
ខ្ញុំគឺជាសិស្សថ្នាក់ទី11តែម្នាក់គត់ដែលត្រូវបានគេទម្លាក់ចេញពីក្រុម baseball ជម្រើសដំបូងប្រចាំសាលាខ្ញុំត្រូវបានគេបញ្ជូនឲ្យទៅលេងជាមួយសិស្សថ្នាក់ទី10នៅក្នុងក្រុមបំរុងវិញខ្ញុំបានលេងកីឡានេះតាំងពីអាយុ4ឆ្នាំហើយសម្រាប់អ្នកដែលបានចំណាយពេលវេលានិងកម្លាំងញើសឈាមយ៉ាងច្រើនលើកីឡាមួយនេះការត្រូវគេទម្លាក់ចេញពិតជារឿងដ៏គួរឲ្យអាម៉ាស់បំផុតខ្ញុំនៅចាំយ៉ាងច្បាស់ពីថ្ងៃដែលរឿងនោះបានកើតឡើងខ្ញុំបានអង្គុយយំនៅក្នុងឡានបណ្ដើរចុចសារ៉េវិទ្យុបណ្ដើរដើម្បីព្យាយាមស្វែងរកបទចម្រៀងណាមួយដែលអាចធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្រាលជាងមុនបន្ទាប់ពីការសង្ស័យលើសមត្ថភាពខ្លួនឯងអស់រយៈពេល1ឆ្នាំខ្ញុំក៏អាចចូលក្នុងក្រុមជម្រើសដំបូងវិញបានក្នុងនាមជាសិស្សថ្នាក់ទី12ប៉ុន្តែខ្ញុំកម្របានចុះលេងនៅលើទីលានណាស់ជារួមខ្ញុំបានលេងកីឡា baseball ជាក្រុមជម្រើសដំបូងប្រចាំវិទ្យាល័យបានត្រឹមតែ11 inning ប៉ុណ្ណោះដែលវាស្មើនឹងការប្រកួតជាងមួយប្រកួតបន្តិចបន្តួចប៉ុណ្ណោះទោះបីជាជីវិតកីឡាករនៅវិទ្យាល័យរបស់ខ្ញុំមិនមានភាពលេចធ្លោក៏ដោយក៏ខ្ញុំនៅតែជឿជាក់ថាខ្ញុំអាចក្លាយជាកីឡាករដ៏ឆ្នើមម្នាក់បានហើយខ្ញុំដឹងថាប្រសិនបើចង់ឲ្យអ្វីៗមានភាពប្រសើរឡើងគឺមានតែខ្ញុំម្នាក់គត់ដែលត្រូវទទួលខុសត្រូវក្នុងការធ្វើឲ្យរឿងនេះលេចចេញជារូបរាងឡើងចំណុចរបត់បានឈានចូលមកដល់នៅ2ឆ្នាំបន្ទាប់ពីខ្ញុំរងរបួសពលគឺនៅពេលដែលខ្ញុំបានចូលរៀននៅសាកលវិទ្យាល័យ Denison University វាគឺជាការចាប់ផ្ដើមជាថ្មីហើយវាក៏ជាកន្លែងដែលខ្ញុំបានរកឃើញពីធម៌ពលដ៏គួរឲ្យភ្ញាក់ផ្អើលនៃទម្លាប់តូចៗជាលើកដំបូងផងដែររបៀបដែលខ្ញុំបានរៀនសូត្រពីទម្លាប់ការចូលរៀននៅសាកលវិទ្យាល័យ Denison គឺជាការសម្រេចចិត្តដ៏ល្អបំផុតមួយនៅក្នុងជីវិតរបស់ខ្ញុំទទួលបានឱកាសចូលរួមក្នុងក្រុម baseball ហើយទោះបីជាខ្ញុំស្ថិតនៅបាតតារាងនៃបញ្ជីឈ្មោះកីឡាករក្នុងនាមជានិស្សិតឆ្នាំទី1ក៏ដោយក៏ខ្ញុំនៅតែមានអារម្មណ៍រំភើបយ៉ាងខ្លាំងដែរទោះបីជាមានរឿងរញ៉េរញ៉ៃជាច្រើនកាលពីរៀននៅវិទ្យាល័យក៏ដោយក៏ខ្ញុំនៅតែអាចក្លាយជាកីឡាករប្រចាំសាកលវិទ្យាល័យបានដែរខ្ញុំប្រហែលជាមិនទាន់អាចក្លាយជាកីឡាករជម្រើសដំបូងនៅក្នុងក្រុម baseball ក្នុងពេលឆាប់ៗនេះទេដូច្នេះខ្ញុំក៏ងាកមកផ្ដោតលើការរៀបចំជីវិតរបស់ខ្លួនឯងឲ្យមានសណ្ដាប់ធ្នាប់វិញខណៈពេលដែលមិត្តភ័ក្តិរបស់ខ្ញុំចូលដេកយប់ជ្រៅនឹងលេងហ្គេមខ្ញុំបានបង្កើតទម្លាប់នៃការគេងឲ្យបានល្អនិងចូលដេកពីព្រលប់ជារៀងរាល់យប់នៅក្នុងបរិយាកាសដ៏រញ៉េរញ៉ៃនៃអន្តេវាសិកដ្ឋានសាកលវិទ្យាល័យខ្ញុំបានបដិញ្ញារៀបចំបន្ទប់របស់ខ្ញុំឲ្យមានរបៀបរៀបរយនិងស្អាតបាតជានិច្ចការផ្លាស់ប្ដូរទាំងនេះគឺជារឿងតូចតាចប៉ុណ្ណោះប៉ុន្តែវាបានផ្ដល់ឲ្យខ្ញុំនូវអារម្មណ៍ថាខ្ញុំអាចគ្រប់គ្រងជីវិតរបស់ខ្លួនឯងបានខ្ញុំចាប់ផ្ដើមមានភាពជឿជាក់លើខ្លួនឯងម្ដងទៀតជំនឿចិត្តលើខ្លួនឯងដែលកាន់តែកើនឡើងនេះក៏បានជះឥទ្ធិពលដ៏ល្អដល់ការរៀនសូត្រនៅក្នុងថ្នាក់ផងដែរខណៈដែលខ្ញុំបានកែលម្អទម្លាប់នៃការសិក្សារបស់ខ្ញុំនឹងអាចទទួលបាននិទេស A គ្រប់មុខវិជ្ជាក្នុងអំឡុងពេលសិក្សាឆ្នាំទី1ទម្លាប់គឺជាសកម្មភាពប្រចាំថ្ងៃឬឥរិយាបថដែលត្រូវបានអនុវត្តជាប្រចាំហើយក្នុងករណីភាគច្រើនវាប្រព្រឹត្តទៅដោយស្វ័យប្រវត្តិនៅពេលដែលឆមាសនីមួយៗកន្លងផុតទៅខ្ញុំបានសន្សំសំចៃនៅទម្លាប់តូចៗដែលប្រកបដោយភាពខ្ជាប់ខ្ជួនដែលទីបំផុតវាបាននាំឲ្យមានលទ្ធផលមួយដែលខ្ញុំមិននឹកស្មានដល់កាលពីចាប់ផ្ដើមដំបូងប្រវោយ៉ាលើកដំបូងក្នុងជីវិតខ្ញុំបានបង្កើតទម្លាប់លើកដុំដៃជាច្រើនដងក្នុងមួយសប្តាហ៍ហើយប្រមាណឆ្នាំក្រោយមករាងកាយកម្ពស់193សង់ទីម៉ែត្ររបស់ខ្ញុំបានលូតលាស់ពីទម្ងន់ដ៏ស្រាលត្រឹមតែ77គីឡូក្រាមទៅជាទម្ងន់90គីឡូក្រាមយ៉ាងមាំមួននៅពេលរដូវកាលប្រកួតក្នុងឆ្នាំទី2ឈានចូលមកដល់ខ្ញុំទទួលបានតំណែងជាកីឡាករជម្រើសដំបូងក្នុងក្រុមអ្នកគប់បាល់លុះដល់ឆ្នាំទី3ខ្ញុំត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានក្រុមហើយនៅចុងបញ្ចប់នៃរដូវកាលនោះខ្ញុំត្រូវបានគេជ្រើសរើសឲ្យចូលរួមក្នុងក្រុមជម្រើសឆ្នើមប្រចាំតំបន់ប៉ុន្តែរហូតដល់រដូវកាលប្រកួតនៅឆ្នាំទី4ទើបទម្លាប់នៃការគេងទម្លាប់នៃការសិក្សានិងទម្លាប់នៃការវឹកហាត់ពង្រឹងកាយសម្បទារបស់ខ្ញុំពិតជាចាប់ផ្ដើមហុចផលជាវិជ្ជមាន6ឆ្នាំបន្ទាប់ពីខ្ញុំត្រូវដំបង baseball វាយចំមុខត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យនិងធ្លាក់ចូលក្នុងសភាពសន្លប់នោះខ្ញុំត្រូវបានគេជ្រើសរើសជាអត្តពលិកបរិសុទ្ធឆ្នើមបំផុតប្រចាំសាកលវិទ្យាល័យ Denison University និងត្រូវបានបញ្ចូលឈ្មោះទៅក្នុងក្រុម ESPN Academic All America Team ដែលនេះគឺជាកិត្តិយសមួយផ្ដល់ជូនកីឡាករត្រឹមតែ33នាក់ប៉ុណ្ណោះនៅទូទាំងប្រទេសលុះដល់ពេលដែលខ្ញុំបញ្ចប់ការសិក្សាឈ្មោះរបស់ខ្ញុំត្រូវបានកត់ត្រាចូលក្នុងសៀវភៅកំណត់ត្រារបស់សាលាលើវិញ្ញាសាចំនួន8ផ្សេងៗគ្នាក្នុងឆ្នាំដដែលនោះខ្ញុំក៏ទទួលបានពានរង្វាន់កិត្តិយសផ្នែកសិក្សាខ្ពស់បំផុតប្រចាំសាកលវិទ្យាល័យគឺមេដាយ President's Medal ខ្ញុំសង្ឃឹមថាអ្នកនឹងអភ័យទោសឲ្យខ្ញុំប្រសិនបើការលើកឡើងនេះស្ដាប់ទៅហាក់ដូចជាការអួតអាងនិយាយតាមត្រង់ទៅ
ជីវិតជាអត្តពលិករបស់ខ្ញុំមិនមានអ្វីអស្ចារ្យកម្រិតរឿងព្រេងនិទានឬជាកំណត់ត្រាប្រវត្តិសាស្ត្រនោះទេទីបំផុតទៅខ្ញុំក៏មិនដែលបានលេងជាកីឡាករអាជីពនោះដែរទោះជាយ៉ាងណាក៏ដោយក្រឡេកទៅមើលឆ្នាំទាំងនោះវិញខ្ញុំជឿជាក់ថាខ្ញុំបានសម្រេចនៅរឿងមួយដែលកម្រនឹងធ្វើបាននោះគឺខ្ញុំបានបញ្ចេញសក្តានុពលរបស់ខ្ញុំអស់ពីសមត្ថភាពហើយខ្ញុំជឿជាក់ថាគោលគំនិតនានានៅក្នុងសៀវភៅនេះក៏អាចជួយឲ្យអ្នកបញ្ចេញសក្តានុពលរបស់អ្នកឲ្យអស់ពីសមត្ថភាពបានដូចគ្នាយើងម្នាក់សុទ្ធតែប្រឈមមុខនឹងបញ្ហាលំបាកនៅក្នុងជីវិតរបួសមួយនេះគឺជាបញ្ហាមួយក្នុងចំណោមបញ្ហារបស់ខ្ញុំហើយបទពិសោធន៍នេះបានបង្រៀនខ្ញុំនៅមេរៀនដ៏សំខាន់មួយការផ្លាស់ប្ដូរដែលមើលទៅហាក់ដូចជាតូចតាចនិងមិនសូវសំខាន់នៅពេលដំបូងវានឹងប្រមូលផ្ដុំទៅជាលទ្ធផលដ៏អស្ចារ្យប្រសិនបើអ្នកតាំងចិត្តអនុវត្តវាឲ្យបានខ្ជាប់ខ្ជួនអស់រយៈពេលជាច្រើនឆ្នាំយើងម្នាក់តែងតែជួបប្រទះនឹងឧបសគ្គរារាំងប៉ុន្តែសម្រាប់រយៈពេលយូរអង្វែងគុណភាពនៃជីវិតរបស់យើងតែងតែពឹងផ្អែកលើគុណភាពនៃទម្លាប់របស់យើងប្រសិនបើអ្នកនៅតែមានទម្លាប់ដដែលអ្នកនឹងទទួលបានលទ្ធផលដដែលប៉ុន្តែជាមួយនឹងទម្លាប់ដែលល្អជាងមុនអ្វីក៏អាចកើតឡើងបានដែរប្រហែលជាមានមនុស្សមួយចំនួនដែលអាចទទួលបានភាពជោគជ័យដ៏អស្ចារ្យត្រឹមតែមួយយប់ខ្ញុំមិនដែលស្គាល់មនុស្សប្រភេទនេះទេហើយខ្ញុំក៏ពិតជាមិនមែនជាមនុស្សម្នាក់ក្នុងចំណោមនោះដែរវាមិនមានចំណុចរបត់តែមួយគត់នោះទេនៅលើវិថីជីវិតរបស់ខ្ញុំរាប់ចាប់តាំងពីការធ្លាក់ចូលក្នុងសភាពសន្លប់រហូតដល់ក្លាយជាម្ចាស់ពានរង្វាន់ Academic All American ពោលគឺវាមានចំណុចរបត់ជាច្រើនវាគឺជាការវិវត្តបន្តិចម្ដងដែលជាបណ្ដុំនៃជ័យជំនះតូចនិងភាពជោគជ័យថ្មីដ៏តូចតាចជាច្រើនបន្ទាប់គ្នាផ្លូវតែមួយគត់ដែលធ្វើឲ្យខ្ញុំមានការរីកចម្រើនហើយក៏ជាជំរើសតែមួយគត់ដែលខ្ញុំមានគឺការចាប់ផ្ដើមពីចំណុចតូចហើយខ្ញុំក៏បានយកយុទ្ធសាស្ត្រដដែលនេះមកអនុវត្តនៅប្រមាណឆ្នាំក្រោយមកនៅពេលដែលខ្ញុំចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួននិងចាប់ផ្ដើមសរសេរសៀវភៅមួយក្បាលនេះរបៀបនិងមូលហេតុដែលខ្ញុំសរសេរសៀវភៅមួយក្បាលនេះនៅខែវិច្ឆិកាឆ្នាំ2012ខ្ញុំបានចាប់ផ្ដើមបោះពុម្ពផ្សាយអត្ថបទនៅលើគេហទំព័រ jamesclear.com អស់រយៈពេលជាច្រើនឆ្នាំខ្ញុំតែងតែកត់ត្រាទុកនៅការពិសោធន៍ផ្ទាល់ខ្លួនអំពីទម្លាប់ផ្សេងហើយទីបំផុតខ្ញុំក៏បានត្រៀមខ្លួនរួចរាល់ក្នុងការចែករំលែកបទពិសោធន៍ទាំងនោះជាសាធារណៈខ្ញុំបានចាប់ផ្ដើមដោយការចេញផ្សាយអត្ថបទថ្មីមួយជារៀងរាល់ថ្ងៃច័ន្ទនិងថ្ងៃប្រហ័សត្រឹមរយៈពេល 2-3 ខែប៉ុណ្ណោះទម្លាប់នៃការសរសេរដ៏សាមញ្ញមួយនេះបានទាក់ទាញអ្នកចុះឈ្មោះតាមដានតាមអ៊ីមែលចំនួន 1000 នាក់ដំបូងហើយរហូតមកដល់ចុងឆ្នាំ2013ចំនួននោះបានកើនឡើងដល់ជាង 30,000 នាក់នៅក្នុងឆ្នាំ2014បញ្ជីឈ្មោះអ្នកតាមដានតាមអ៊ីមែលរបស់ខ្ញុំបានកើនឡើងដល់ជាង 100,000 នាក់ដែលធ្វើឲ្យវាក្លាយជាព្រឹត្តិបတ်ព័ត៌មានតាមអ៊ីនធឺណិតដែលមានការរីកចម្រើនលឿនបំផុតមួយខ្ញុំធ្លាប់មានអារម្មណ៍ថាខ្លួនឯងដូចជាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់កាលពីខ្ញុំចាប់ផ្ដើមសរសេរកាលពី2ឆ្នាំមុនតែឥឡូវនេះខ្ញុំចាប់ផ្ដើមត្រូវបានគេស្គាល់ថាជាអ្នកជំនាញខាងទម្លាប់ដែលនេះគឺជាងារថ្មីមួយធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើបតែក្នុងពេលជាមួយគ្នានេះវាក៏ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមិនសូវស៊ាំប៉ុន្មានដែរខ្ញុំមិនដែលចាត់ទុកខ្លួនឯងជាមនុស្សម្នាក់ដែលកំពុងធ្វើការពិសោធន៍ទន្ទឹមគ្នាជាមួយនឹងអ្នកអានរបស់ខ្ញុំតែប៉ុណ្ណោះនៅក្នុងឆ្នាំ2015ខ្ញុំទទួលបានអ្នកតាមដានតាមអ៊ីមែលរហូតដល់ 200,000 នាក់ហើយបានចុះកិច្ចសន្យាបោះពុម្ពសៀវភៅជាមួយនឹងក្រុមហ៊ុន Penguin Random House ដើម្បីចាប់ផ្ដើមសរសេរសៀវភៅមួយក្បាលដែលអ្នកកំពុងតែអាននេះកាលណាចំនួនអ្នកគាំទ្ររបស់ខ្ញុំកាន់តែកើនឡើងនោះឱកាសអាជីវកម្មរបស់ខ្ញុំក៏កើនឡើងដូចគ្នាខ្ញុំត្រូវបានគេអញ្ជើញជាបន្តបន្ទាប់ឲ្យទៅចូលរួមឡើងថ្លែងសុន្ទរកថានៅតាមបណ្ដាក្រុមហ៊ុនកំពូលអំពីវិទ្យាសាស្ត្រនៃការបង្កើតទម្លាប់ការផ្លាស់ប្ដូរឥរិយាបថនិងការកែលម្អជាប្រចាំខ្ញុំបានក្លាយជាវាគ្មិនកិត្តិយសឡើងថ្លែងសុន្ទរកថានៅក្នុងសន្និសីទនានានៅទូទាំង United States និង Europe នៅក្នុងឆ្នាំ2016អត្ថបទរបស់ខ្ញុំបានចាប់ផ្ដើមលេចចេញជាប្រចាំនៅលើស្ថាប័នសារព័ត៌មានធំដូចជា Time Entrepreneur និង Forbes ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលស្នាដៃសរសេររបស់ខ្ញុំត្រូវបានអានដោយមនុស្សជាង8លាននាក់ក្នុងឆ្នាំនោះគ្រូបង្វឹកនៅក្នុងក្របខ័ណ្ឌ NFL, NBA និង MLB បានចាប់ផ្ដើមអានស្នាដៃរបស់ខ្ញុំហើយបានចែករំលែកវាទៅកាន់ក្រុមរបស់ពួកគេនៅដើមឆ្នាំ2017ខ្ញុំបានបង្កើត Habits Academy ដែលវាបានក្លាយជាថ្នាលបណ្ដុះបណ្ដាលកំពូលសម្រាប់ស្ថាប័ននិងបុគ្គលនានាដែលចាប់អារម្មណ៍ក្នុងការកសាងទម្លាប់ឲ្យកាន់តែល្អប្រសើរនៅក្នុងជីវិតនិងការងារបណ្ដាក្រុមហ៊ុន Fortune 500 និងក្រុមហ៊ុនទើបបង្កើតថ្មីដែលកំពុងរីកចម្រើនបានចាប់ផ្ដើមចុះឈ្មោះថ្នាក់ដឹកនាំរបស់ពួកគេនិងបណ្ដុះបណ្ដាលបុគ្គលិករបស់ពួកគេសរុបមកមានថ្នាក់ដឹកនាំអ្នកគ្រប់គ្រងគ្រូបង្វឹកនិងគ្រូបង្រៀនជាង 10,000 នាក់បានបញ្ចប់ការសិក្សាពី
Habit Academy ហើយការធ្វើការជាមួយពួកគេបានបង្រៀនខ្ញុំយ៉ាងច្រើនសន្ធឹកសន្ធាប់អំពីអ្វីដែលចាំបាច់ដើម្បីធ្វើឲ្យទម្លាប់អាចអនុវត្តបានជោគជ័យនៅក្នុងពិភពពិតនៅពេលដែលខ្ញុំបានរៀបចំបញ្ចប់សៀវភៅមួយក្បាលនេះនៅក្នុងឆ្នាំ2018គេហទំព័រ jamesclear.com កំពុងទទួលបានអ្នកចូលទស្សនារាប់លានអ្នកក្នុងមួយខែហើយមានមនុស្សជិត500,000នាក់បានចុះឈ្មោះទទួលប្រតិបត្តិព័ត៌មានតាមអ៊ីមែលប្រចាំសប្តាហ៍របស់ខ្ញុំដែលនេះគឺជាតួលេខមួយដ៏ច្រើនលើសលប់ហួសពីការរំពឹងទុករបស់ខ្ញុំកាលពីខ្ញុំចាប់ផ្ដើមដំបូងរហូតដល់ខ្ញុំមិនដឹងថាគួរមានអារម្មណ៍យ៉ាងណាចំពោះរឿងនេះទេរបៀបដែលសៀវភៅនេះនឹងផ្ដល់អត្ថប្រយោជន៍ដល់អ្នកសហគ្រិននិងជាអ្នកវិនិយោគលោក Naval Ravikant ធ្លាប់មានប្រសាសន៍ថាដើម្បីសរសេរសៀវភៅដ៏ល្អមួយក្បាលបានដំបូងឡើយអ្នកត្រូវតែធ្វើខ្លួនឲ្យคล้ายទៅជាសៀវភៅនោះសិនដើមឡើយខ្ញុំបានរៀនសូត្រពីគោលគំនិតដែលបានរៀបរាប់នៅទីនេះគឺដោយសារតែខ្ញុំត្រូវរស់នៅអនុវត្តតាមវាផ្ទាល់តែម្ដងខ្ញុំត្រូវពឹងផ្អែកលើទម្លាប់តូចៗដើម្បីងើបឈរឡើងវិញពីការរងរបួសដើម្បីធ្វើឲ្យរាងកាយកាន់តែរឹងមាំនៅក្នុងកន្លែងហាត់ប្រាណដើម្បីបញ្ចេញសមត្ថភាពកម្រិតខ្ពស់នៅលើទីលានប្រកួតដើម្បីក្លាយជាអ្នកនិពន្ធដើម្បីកសាងអាជីវកម្មដ៏ជោគជ័យមួយនិងដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាមនុស្សពេញវ័យដែលមានការទទួលខុសត្រូវទម្លាប់តូចៗបានជួយឲ្យខ្ញុំបញ្ចេញសក្តានុពលរបស់ខ្ញុំអស់ពីសមត្ថភាពហើយដោយសារតែអ្នកបានកាន់សៀវភៅមួយក្បាលនេះនៅនឹងដៃខ្ញុំអាចទាយបានថាអ្នកក៏ប្រហែលជាចង់បញ្ចេញសក្តានុពលរបស់អ្នកឲ្យអស់ពីសមត្ថភាពដូចគ្នានៅទំព័របន្តទៀតខ្ញុំនឹងចែករំលែកនៅផែនការមួយជំហានម្ដងសម្រាប់ការកសាងទម្លាប់ឲ្យកាន់តែល្អប្រសើរដែលវាមិនមែនសម្រាប់ប្រើត្រឹមតែប៉ុន្មានថ្ងៃឬប៉ុន្មានសប្តាហ៍នោះទេប៉ុន្តែសម្រាប់ប្រើមួយជីវិតទោះបីជាមានភស្តុតាងវិទ្យាសាស្ត្រគាំទ្ររាល់ចំណុចដែលខ្ញុំបានសរសេរក៏ដោយក៏សៀវភៅមួយក្បាលនេះមិនមែនជាឯកសារស្រាវជ្រាវផ្នែកសិក្សាធិការអ្វីនោះឡើយផ្ទុយទៅវិញវាគឺជាសៀវភៅណែនាំសម្រាប់ការអនុវត្តជាក់ស្ដែងអ្នកនឹងទទួលបាននូវគតិបណ្ឌិតនិងដំបូន្មានជាក់ស្ដែងជាចម្បងខណៈដែលខ្ញុំនឹងពន្យល់ពីដំណើរការបែបវិទ្យាសាស្ត្រអំពីរបៀបបង្កើតនិងផ្លាស់ប្ដូរទម្លាប់របស់អ្នកក្នុងទម្រង់មួយដែលងាយស្រួលយល់និងងាយស្រួលយកទៅអនុវត្តតាមវិស័យដែលខ្ញុំបានដកស្រង់យកមកប្រើប្រាស់មានដូចជាជីវវិទ្យាវិទ្យាសាស្ត្រសរសៃប្រសាទទស្សនវិជ្ជាចិត្តវិទ្យានិងវិស័យជាច្រើនផ្សេងទៀតសុទ្ធសឹងតែបានកើតមានឡើងជាច្រើនឆ្នាំមកហើយអ្វីដែលខ្ញុំកំពុងតែបង្ហាញដល់អ្នកគឺជាការសំយោគបញ្ចូលគ្នានូវគោលគំនិតល្អៗបំផុតដែលមនុស្សឆ្លាតវៃបានរកឃើញកាលពីយូរយារណាស់មកហើយព្រមទាំងរបបកំហើញថ្មីដ៏ទាក់ទាញបំផុតដែលអ្នកវិទ្យាសាស្ត្រទើបតែបានរកឃើញនាពេលថ្មីនេះចំណែកឯការចូលរួមចំណែករបស់ខ្ញុំវិញខ្ញុំសង្ឃឹមថាអាចស្វែងរកឃើញនូវគោលគំនិតដែលសំខាន់បំផុតហើយផ្សារភ្ជាប់ពួកវាបញ្ចូលគ្នាដើម្បីបង្កើតជាវិធីសាស្ត្រមួយដែលអាចយកទៅអនុវត្តបានយ៉ាងមានប្រសិទ្ធភាពខ្ពស់រាល់ចំណុចដែលល្អនៅក្នុងទំព័រទាំងនេះអ្នកគួរតែផ្ដល់កិត្តិយសទៅដល់អ្នកជំនាញជាច្រើនរូបដែលបានរកឃើញមុនខ្ញុំចំណែកឯចំណុចណាដែលមិនត្រឹមត្រូវសូមចាត់ទុកថាវាគឺជាកំហុសរបស់ខ្ញុំចុះមូលដ្ឋានគ្រឹះនៃសៀវភៅមួយក្បាលនេះគឺជាទម្រង់នៃទម្លាប់ដែលមាន4ជំហានរបស់ខ្ញុំដែលរួមមានតម្រុយចំណងការឆ្លើយតបនិងរង្វាន់ព្រមទាំងច្បាប់ទាំង4នៃការផ្លាស់ប្ដូរឥរិយាបថដែលកើតចេញពីជំហានទាំងនេះអ្នកអានដែលមានចំណេះដឹងផ្នែកចិត្តវិទ្យាអាចនឹងស្គាល់ពាក្យមួយចំនួនក្នុងចំណោមពាក្យទាំងនេះតាមរយៈការរៀនសូត្របែបOperant Conditioning ដែលត្រូវបានស្នើឡើងដំបូងថាជាវត្ថុជំរុញការឆ្លើយតបរង្វាន់ដោយលោក B.F. Skinner នៅក្នុងទសវត្សរ៍ឆ្នាំ1930ហើយត្រូវបានធ្វើឲ្យកាន់តែមានប្រជាប្រិយភាពនាពេលថ្មីនេះថាជាតម្រុយទម្លាប់រង្វាន់នៅក្នុងសៀវភៅ The Power of Habit របស់លោក Charles Duhigg អ្នកវិទ្យាសាស្ត្រផ្នែកឥរិយាបថដូចជាលោក Skinner បានដឹងថាប្រសិនបើអ្នកផ្ដល់នូវរង្វាន់ឬការដាក់ទោសណាមួយឲ្យបានត្រឹមត្រូវអ្នកនឹងអាចធ្វើឲ្យមនុស្សបញ្ចេញសកម្មភាពក្នុងទម្រង់ណាមួយជាក់លាក់ជាមិនខានប៉ុន្តែខណៈពេលដែល model របស់លោក Skinner បានបញ្យល់យ៉ាងល្អអស្ចារ្យអំពីរបៀបដែលវត្ថុជំរុញពីខាងក្រៅមានឥទ្ធិពលមកលើទម្លាប់របស់យើងវានៅខ្វះការបញ្យល់ឲ្យបានច្បាស់លាស់អំពីរបៀបដែលគំនិតអារម្មណ៍និងជំនឿរបស់យើងជះឥទ្ធិពលដល់ឥរិយាបថរបស់យើងស្ថានភាពខាងក្នុងដែលជាអារម្មណ៍និងមនោសញ្ចេតនារបស់យើងក៏មានសារៈសំខាន់ផងដែរក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះអ្នកវិទ្យាសាស្ត្របានចាប់ផ្ដើមរកឃើញពីទំនាក់ទំនងរវាងគំនិតអារម្មណ៍និងឥរិយាបថរបស់យើងលទ្ធផលនៃការស្រាវជ្រាវនេះក៏នឹងត្រូវបានលើកយកមកបង្ហាញនៅក្នុងទំព័រទាំងនេះផងដែរជារួមក្របខ័ណ្ឌដែលខ្ញុំកំពុងបង្ហាញនេះគឺជា model រួមបញ្ចូលគ្នានៃវិទ្យាសាស្ត្រនៃការយល់ដឹងនិងឥរិយាបថខ្ញុំជឿជាក់ថាវាគឺជា model មួយក្នុងចំណោម model ឥរិយាបថរបស់មនុស្សដំបូងគេបង្អស់ដែលអាចពន្យល់បានយ៉ាងច្បាស់លាស់ទាំងឥទ្ធិពលនៃវត្ថុជំរុញពីខាងក្រៅនិងអារម្មណ៍ពីខាងក្នុងដែលជះឥទ្ធិពលមកលើទម្លាប់របស់យើងទោះបីជាពាក្យពេចន៍មួយចំនួនអាចស្ដាប់ទៅហាក់ដូចជាធ្លាប់បានឮពីមុនមកក៏ដោយ
ក៏ខ្ញុំមានទំនុកចិត្តថាព័ត៌មានលម្អិតនឹងការយកច្បាប់ទាំង4នៃការផ្លាស់ប្ដូរអិរិយាបថទៅអនុវត្តជាក់ស្ដែងនឹងផ្ដល់នូវវិធីសាស្ត្រថ្មីមួយក្នុងការគិតអំពីទម្លាប់របស់អ្នកអិរិយាបថរបស់មនុស្សតែងតែផ្លាស់ប្ដូរជានិច្ចពីស្ថានភាពមួយទៅស្ថានភាពមួយពីមួយពេលទៅមួយពេលនិងពីមួយវិនាទីទៅមួយវិនាទីប៉ុន្តែសៀវភៅមួយក្បាលនេះនិយាយអំពីអ្វីដែលមិនចេះផ្លាស់ប្ដូរវានិយាយអំពីមូលដ្ឋានគ្រឹះនៃអិរិយាបថរបស់មនុស្សវាគឺជាគោលការណ៍ដ៏យូរអង្វែងដែលអ្នកអាចពឹងផ្អែកបានពីមួយឆ្នាំទៅមួយឆ្នាំវាគឺជាគោលគំនិតដែលអ្នកអាចយកទៅប្រើប្រាស់ដើម្បីកសាងអាជីវកម្មកសាងគ្រួសារនិងកសាងជីវិតបានមិនមានវិធីសាស្ត្រតែមួយគត់ដែលត្រឹមត្រូវសម្រាប់ការកសាងទម្លាប់ឲ្យកាន់តែល្អប្រសើរនោះទេប៉ុន្តែសៀវភៅមួយក្បាលនេះនឹងបង្ហាញពីវិធីសាស្ត្រដ៏ល្អបំផុតដែលខ្ញុំធ្លាប់បានដឹងនោះគឺវិធីសាស្ត្រដែលនឹងមានប្រសិទ្ធភាពជានិច្ចទោះបីជាអ្នកចាប់ផ្ដើមពីចំណុចណាក៏ដោយឬមិនថាអ្នកកំពុងព្យាយាមផ្លាស់ប្ដូរអ្វីក៏ដោយយុទ្ធសាស្ត្រដែលខ្ញុំបានលើកឡើងគឺស័ក្តិសមសម្រាប់អ្នកដែលកំពុងស្វែងរកប្រព័ន្ធប្រតិបត្តិការសម្រាប់ការអភិវឌ្ឍខ្លួនមួយជំហានម្ដងមិនថាគោលដៅរបស់អ្នកផ្ដោតលើបញ្ហាសុខភាពលុយកាក់ផលិតភាពការងារទំនាក់ទំនងឬគោលដៅទាំងអស់នេះបញ្ចូលគ្នានោះទេឲ្យតែពាក់ព័ន្ធនឹងអិរិយាបថរបស់មនុស្សសៀវភៅមួយក្បាលនេះនឹងក្លាយជាមគ្គុទ្ទេសក៍របស់អ្នក